ជម្រាបសួរបងប្អូនទាំងអស់គ្នាបាទត្រង់ជាលោកក្រុមនៅទៀតហើយនៅថ្ងៃច័ន្ទនេះតើកូនៗទាំងអស់គ្នាសុខសប្បាយជាទេអរគុណព្រះអង្គគឺទាំងសុខភាពនិងសុខភាពរបស់កូនបណ្ដាលនេះដែរចឹងថ្ងៃនេះជួបជាមួយលោកគ្រូនៅមុខវិជ្ជាភាសាខ្មែរដែលយើងរៀនអំពីមេរៀនទី9គុណនាមចឹងម្ដងទៀតអានជាមួយលោកគ្រូមេរៀនទី9គុណនាមចឹងថ្ងៃនេះគឺលោកគ្រូចង់ឲ្យកូនចេះតើអ្វីទៅជាគុណនាមបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាគុណនាមគឺជាពាក្យបញ្ជាក់លក្ខណៈរបស់នាមហើយស្ថិតនៅស្ដាំនាមអញ្ចឹងគ្រូបញ្ជាក់ម្ដងទៀតគឺគុណនាមគឺជាពាក្យបញ្ជាក់លក្ខណៈរបស់នាមហើយស្ថិតនៅខាងស្ដាំនាមឥឡូវលោកគ្រូមានឧទាហរណ៍ដូចខាងក្រោមអញ្ចឹងទី1ភូមិខ្ញុំជាភូមិចាស់ពីបុរាណម្ដងទៀតភូមិខ្ញុំជាភូមិចាស់ពីបុរាណកូនមើលតើពាក្យមួយណាដែលបង្ហាញបញ្ជាក់លក្ខណៈរបស់នាមបាទល្អណាស់គឺពាក្យថាចាស់គឺបង្ហាញអំពីលក្ខណៈរបស់នាមគឺនាមនោះគឺភូមិគឺជានាមភូមិហ្នឹងឯគេភូមិហ្នឹងចាស់ឃើញអត់គឺបញ្ជាក់លក្ខណៈឲ្យភូមិហ្នឹងចាស់អញ្ចឹងកន្លែងពាក្យថាចាស់គឺជាគុណនាមបាទឥឡូវយើងទៅមើលឧទាហរណ៍ទី2អ្នកភូមិខ្ញុំមានគំនិតជឿនលឿនអ្នកភូមិខ្ញុំមានគំនិតជឿនលឿនតើល្បះទី2ហ្នឹងពាក្យមួយណាដែលជាគុណនាមបាទល្អណាស់គឺពាក្យថាជឿនលឿនអញ្ចឹងពាក្យថាជឿនលឿនជាគុណនាមអញ្ចឹងលក្ខណៈឲ្យនាមគឺគំនិតអញ្ចឹងគំនិតអីគេគំនិតជឿនលឿនអញ្ចឹងពាក្យថាគំនិតគឺជានាមរីឯជឿនលឿនគឺជាគុណនាមបាទអញ្ចឹងសរុបមកវិញពាក្យថាចាស់និងពាក្យថាជឿនលឿនជាគុណនាមអញ្ចឹងវីដេអូរបស់គ្រូមានតែប៉ុណ្្នឹងទេជាចុងក្រោយសូមអរគុណក្រុមជម្រាបវិញប្រកបដោយសុខភាពអរគុណសូម